លទ្ធផលដែលយើងទទួលបានជាមួយវិធីសាស្ត្រនេះគឺអស្ចារ្យមែនទែនអំពិតទៅវាជាវិធីសាស្ត្រដែលមានអានុភាពខ្លាំងបំផុតមួយដែលខ្ញុំធ្លាប់ប្រើរហូតមកដល់ពេលនេះវាបានក្លាយជាវិធីសាស្ត្រមួយដែលខ្ញុំផ្ដល់អានុសាសន៍ច្រើនបំផុតប្រសិនបើអ្នកចង់ចាប់ផ្ដើមក្នុងការបន្តពូជឬចម្លងរុក្ខជាតិផ្លែឈើនិងដើមឈើទូទៅរួមមើលទៅជាធម្មតាពេលយើងធ្វើការកាត់ដើមឬធ្វើការបន្តពូជដូចជាការបន្តពូជតាមដងឬបន្តពូជតាមខ្យល់ឬវិធីសាស្ត្រផ្សេងទៀតយើងទទួលបានតែរុក្ខជាតិមួយដើមប៉ុណ្ណោះប៉ុន្តែជាមួយវិធីសាស្ត្រនេះយើងអាចទទួលបានរុក្ខជាតិជាច្រើនដើមក្នុងពេលតែមួយដោយមិនចាំបាច់កាត់សាខាបន្ថែមមិនមានភាពស្មុគស្មាញហើយមិនចាំបាច់ចំណាយប្រាក់បន្ថែមទៀតផងពីសាខាតែមួយយើងអាចយកបានជាច្រើនផ្នែកហើយរៀងរាល់ផ្នែកនីមួយនឹងក្លាយជារុក្ខជាតិផ្លែឈើដាច់ដោយឡែកវាជាវិធីសាស្ត្រដ៏អស្ចារ្យស្អាតណាស់ហើយមានប្រសិទ្ធភាពខ្លាំងបំផុតថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកជាដំណាក់កាលមួយចាប់ផ្ដើមហើយដូច្នេះប្រសិនបើមានអ្វីដែលអ្នកសង្ស័យសូមសួរតាមមតិយោបល់ខាងក្រោមមុននឹងត្រៀមកាត់ដើមយើងត្រូវត្រៀមបំពង់ឲ្យរួចរាល់សិនខ្ញុំនឹងប្រើបំពង់ប្រហែល30សង់ទីម៉ែត្រអង្គផ្ចិតអាចផ្លាស់ប្ដូរបានច្រើនណាស់មានទាំងបំពង់ស្ដើងខ្លាំងនិងទូលាយខ្លាំងប៉ុន្តែបំពង់ដែលមានអង្គផ្ចិត5សង់ទីម៉ែត្រគឺល្អបំផុតព្រោះវាឲ្យកន្លែងគ្រប់គ្រាន់ឲ្យរស់អាចលូតលាស់បានយ៉ាងស្រួលឥឡូវយើងចាប់ផ្ដើមត្រៀមផ្នែកបាតនៅផ្នែកខាងក្រោមនៃបំពង់យើងធ្វើបាំងដោយប្រើសៀវភៅប៊ិតជាមួយសៀវភៅប៊ិតជាច្រើនស្រទាប់ឲ្យល្អដើម្បីឲ្យខ្សាច់មិនរត់ចេញពេលធ្វើបាំងរួចហើយយើងកាត់បន្តិចតូចនៅផ្នែកខាងក្រោមមិនមែនជារន្ធធំទេប៉ុន្តែជាការកាត់ស្ដាងដែលស្ទើរតែមើលមិនឃើញតាមរយៈកន្លែងនោះទឹកសាំលើសដែលយើងមិនចង់បានសម្រាប់វិធីនេះនឹងអាចចេញទៅក្រៅជាមួយនឹងនេះបំពង់រួចរាល់ទាំងស្រុងឥឡូវយើងត្រៀមដើមកាត់យើងនឹងជ្រើសរើសដើមកាត់ប្រហែល40សង់ទីម៉ែត្រហើយត្រូវជ្រើសឲ្យត្រង់បំផុតតាមដែលអាចធ្វើបានហើយអ្វីបានជា40សង់ទីម៉ែត្រព្រោះ30សង់ទីម៉ែត្រនឹងស្ថិតនៅក្នុងបំពង់ហើយ10សង់ទីម៉ែត្រដែលនៅសល់នឹងនៅខាងក្រៅដែលសំខាន់ណាស់សម្រាប់ឲ្យរុក្ខជាតិដកដង្ហើមឥឡូវនេះនៅផ្នែកដែលនឹងចូលក្នុងបំពង់គឺ30សង់ទីម៉ែត្រខាងក្រោមយើងនឹងកាត់បណ្ដោយប្រហែល5មីលីម៉ែត្រធំយើងដកសម្បកចេញពីបន្ទះនោះដោយបើកជាបង្អួចវែងមួយពេលយកសម្បកចេញរួចហើយយើងនឹងឃើញស្រទាប់ភ្លើងមួយហៅថាកាំប៊ីអ៊ុំយើងកោសស្រទាប់កាំប៊ីអ៊ុំនោះចេញអស់ដោយប្រើកាំបិតកាប់រហូតដល់ឃើញឈើស្អាតជំហាននេះសំខាន់ណាស់បើយើងមិនដកកាំប៊ីអ៊ុំចេញទេរ៉ាក់មិននឹងកាត់ឡើងទេពេលបង្អួចស្អាតហើយយើងលាបអាឡូវេរ៉ាលើគ្រប់កន្លែងដែលកាត់នឹងរបួសបន្ទាប់មកយើងបំពង់តំបន់នោះជាមួយម្សៅក្រអូបអាឡូវេរ៉ានឹងជួយជំរុញឲ្យមានការចាក់រ៉ាក់ខណៈក្រអូបនឹងការពារជំងឺផ្សិតនិងបាក់តេរីដូច្នេះកូនដើមនឹងត្រៀមរួចរាល់បន្ទាប់ពីយើងបានត្រៀមបំពង់និងកូនដើមរួចរាល់ឥឡូវនេះយើងនឹងដាក់កូនដើមចូលយើងដាក់វាចេញពីផ្នែកខាងលើនៃបំពង់ហើយបោះឲ្យធ្លាក់ចុះដល់បាតដោយប្រាកដថា30សង់ទីម៉ែត្រដែលយើងបានត្រៀមស្ថិតនៅខាងក្នុងនិង10សង់ទីម៉ែត្រដែលនៅសល់ស្ថិតនៅខាងក្រៅជាផ្នែកខ្យល់នេះសំខាន់ណាស់ដើម្បីឲ្យកូនដើមអាចដកដង្ហើមបានត្រឹមត្រូវហើយមិនឲ្យវាធ្វើឲ្យស្លាប់ដោយខ្វះខ្យល់ទេពេលយើងបានដាក់វាឲ្យត្រឹមត្រូវនឹងកណ្ដាលនៅក្នុងបំពង់ហើយយើងចាប់ផ្ដើមបន្ថែមខ្សាច់ដែលបានលាងយើងបន្ថែមខ្សាច់បន្តិចម្ដងជុំវិញកូនដើមដោយឲ្យវាចូលបំពេញគ្រប់ចន្លោះទាំងអស់មិនចាំបាច់ច្របាច់ឬបង្រួមទេគ្រាន់តែទុកឲ្យធ្លាក់ចុះដោយធម្មជាតិរហូតដល់គ្រប់ដណ្ដប់30សង់ទីម៉ែត្រខាងក្រោមនៃកូនដើមទាំងស្រុងសំខាន់ណាស់កុំបំពេញខ្សាច់ឲ្យពេញដល់លើបំពង់ទេគួរតែទុកចន្លោះពី3សង់ទីម៉ែត្រដោយមិនដាក់ខ្សាច់នៅផ្នែកខាងលើនៃបំពង់ចន្លោះទំនេរនេះមានសារៈសំខាន់សម្រាប់ងាយស្រួលពេលចាក់ទឹកព្រោះបើយើងបំពេញដល់មាត់បំពង់ទឹកនឹងលេចចេញហើយខ្សាច់ក៏នឹងហូរចេញផងដែរពេលយើងបំពេញបំពង់រួចហើយយើងត្រៀមទឹកសម្រាប់ចាក់ទឹកវាងាយស្រួលណាស់យើងយកទឹក1លីត្របន្ថែមម្សៅទឹកអុកស៊ីសែន1ស្លាបព្រាតែបែតដែលយើងមាននៅក្នុងប្រអប់ថ្នាំហើយក្រឡុកបន្តិចឲ្យវាចូលគ្នាយើងនឹងប្រើទឹកនេះសម្រាប់ចាក់ទឹកយ៉ាងយឺតដោយមានភាពស្ងប់ស្ងាត់យើងចាក់ទឹកតាមចន្លោះខាងលើដែលបានទប់ទំនេរនោះសាច់នឹងស្រូបទឹកបន្តិចម្ដងបន្តចាក់ទឹកបន្តិចម្ដងរហូតដល់យើងឃើញថាមានទឹកចេញតិចតួចតាមរន្ធបង្ហូរទឹកដែលយើងបានកាត់នៅផ្នែកខាងក្រោមបំពង់នោះជាសញ្ញាដ៏ល្អបំផុតថាយើងមានសំណើមល្អឥតខ្ចោះនៅក្នុងបំពង់ហើយពេលដែលយើងឃើញទឹកចេញតាមរន្ធបង្ហូរនោះហើយមិនចាំបាច់ចាក់ទឹកបន្តទៀតទេ
ចុងក្រោយយើងដាក់បំពង់ឲ្យឈរត្រង់ដាក់នៅកន្លែងដែលវាមិនធ្លាក់វាជារឿងសំខាន់ណាស់ដែលត្រូវដាក់វានៅកន្លែងមានស្រមោលកន្លះឬពន្លឺព្រាមិនត្រូវដាក់ក្រោមពន្លឺថ្ងៃផ្ទាល់ទេដើម្បីឲ្យដើមកាត់មិនស្ងួតទឹកហើយឫសអាចរីកចម្រើនបានត្រឹមត្រូវឥឡូវនេះជាជំហានសំខាន់ខ្លាំងណាស់សម្រាប់ធានាឲ្យជោគជ័យវាអាចណែនាំឲ្យប្រើស្បៃមីក្រូហ្វីលុំឬផ្លាស្ទិកខ្លាដើម្បីរុំផ្នែកខាងលើនៃដើមកាត់គឺផ្នែកខាងលើវានឹងបង្កើតអំពើសួនកសិកម្មតូចមួយដែលរក្សាសំណើមបន្ថយសម្ពាធទឹកហើយជួយយ៉ាងខ្លាំងឲ្យដើមកាត់ចេញហួសបានត្រឹមត្រូវបន្ទាប់ពីយើងបានរុំផ្នែកខាងលើនៃដើមកាត់ជាមួយស្បៃមីក្រូហ្វីលុំផ្លាស្ទិកខ្លាឬថង់ដែលបានចងរួចហើយយើងនឹងអនុវត្តជំហានសំខាន់មួយសម្រាប់ធានាឲ្យវិធីសាស្ត្រនេះជោគជ័យគឺប្រើថ្នាំបង្ការរុក្ខជាតិធម្មជាតិដែលមានមូលដ្ឋានពីម្សៅក្រអូបដើម្បីត្រៀមវាយើងយកទឹក1លីត្រហើយបន្ថែមម្សៅក្រអូបបន្តិចបន្ទាប់មកយើងកូរឲ្យល្អហើយចម្រោះវាដោយប្រើតម្រងកាហ្វេក្រណាត់ឬស្បៃស្ដើងដើម្បីជៀសវាងឲ្យមានកាកសំណល់ដែលអាចបិទរន្ធបាញ់ទឹកពេលវាត្រូវបានចម្រោះរួចយ៉ាងល្អយើងនឹងចាក់ទៅក្នុងបាញ់ទឹកហើយប្រើបាញ់ទឹកនោះបាញ់លើអ្វីគ្រប់យ៉ាងផ្នែកខាងលើនៃដើមកាត់ផ្នែកខាងលើនៃបំពង់និងផ្ទៃណាដែលបង្ហាញខ្លួនយើងធ្វើរឿងនេះភ្លាមបន្ទាប់ពីបានដាក់ថង់ឬមីក្រូហ្វីលម្ដងដំបូងតែសូមប្រុងប្រយ័ត្នចំពោះរឿងនេះព្រោះវាសំខាន់ណាស់មួយសប្តាហ៍ម្ដងយើងត្រូវបើកថង់ឬដោះមីក្រូហ្វីលចេញបាញ់ទឹកលើផ្នែកខាងលើនៃដើមកាត់ទាំងមូលជាមួយសារធាតុបង្ការរុក្ខជាតិធម្មជាតិនេះហើយបិទវាចូលវិញជំហានប្រចាំសប្តាហ៍នេះមានសារៈសំខាន់ខ្លាំងណាស់ដើម្បីជៀសវាងការចេញផ្សិតព្រោះនៅក្នុងផ្ទះកូនក្រឡាសំណើមនៅតែខ្ពស់ណាស់ពេលយើងបាញ់ទឹកចប់ហើយយើងបិទអស់ទាំងអស់វិញជាមួយថង់ឬមីក្រូហ្វីលហើយទុកវាឲ្យដូច្នោះរហូតដល់សប្តាហ៍ក្រោយមនុស្សជាច្រើនជាពិសេសអ្នកចាស់ដែលមានបទពិសោធន៍ក្នុងស្រែសម្ដែងថាការបន្តពូជបែបនេះគួរត្រូវធ្វើនៅពេលព្រះច័ន្ទកំពុងរះតិច Luna Menguant ព្រោះវាជាពេលដែលរុក្ខជាតិឆ្លើយតបល្អបំផុតនៅពេលព្រះច័ន្ទរតិចសារធាតុសាវៀនក្នុងដើមរុក្ខជាតិមាននានាការចុះក្រោមហើយវាជួយឲ្យមានការចេញថ្មីបានល្អណាស់ដូច្នេះប្រសិនបើអ្នកចង់ឲ្យមានជោគជ័យកាន់តែច្រើនជាមួយវិធីនេះខ្ញុំផ្ដល់អនុសាសន៍ឲ្យអ្នកធ្វើវានៅពេលនោះឥឡូវនេះបន្ទាប់ពី4សប្តាហ៍យើងដកខ្សែបិទអ៊ីសូឡង់ដែលយើងបានដាក់នៅផ្នែកខាងក្រោមនៃបំពង់ចេញយើងចាក់ទឹកឲ្យច្រើនលើវាមិនថាជាមួយបំពង់ទឹកឬវិធីណាមួយដែលយើងមានហើយទុកឲ្យខ្សាច់ទាំងអស់ហូរចេញតាមផ្នែកខាងក្រោមឥឡូវនេះយើងគ្រាន់តែយកដើមកូនចេញបន្តិចដោយវិធីងាយស្រួលបំផុតចងចាំថារូវានៅទន់ណាស់ហើយអាចធ្វើឲ្យយើងមានបញ្ហាបានខ្លះហែកបែកក្របាក់មិនអីទេប៉ុន្តែយើងព្យាយាមយកវាចេញដោយភាពប្រុងប្រយ័ត្នបំផុតឥឡូវនេះយើងចាប់ផ្ដើមហើយមើលទៅចុះថាយើងបានបង្កើតរសច្រើនប៉ុណ្ណាក្នុងរយៈពេលតែ4សប្តាហ៍ប៉ុណ្ណោះវាជាការភ្ញាក់ផ្អើលណាស់ចំពោះប្រសិទ្ធភាពនៃវិធីនេះគឺស្អាតសខ្លាំងពីលើរហូតដល់ក្រោមវាជារឿងអស្ចារ្យពិតប្រាកដហើយឥឡូវនេះតើយើងនឹងធ្វើអ្វីបន្តទៀតងាយស្រួលណាស់ឥឡូវនេះយើងនឹងកាប់ដើមកូននោះជាច្រើនផ្នែកដើម្បីឲ្យផ្នែកនីមួយមានរសហើយវានឹងក្លាយជាដើមឈើឯករាជ្យដោយស្វ័យប្រវត្តិក្នុងករណីនេះគឺជាដើមត្រសក់ថ្មីច្រើនដើមប៉ុន្តែវាអាចប្រើបានដូចគ្នាសម្រាប់ដើមក្រូចដើមទឹមដើមប៉េងប៉ោះឬរុក្ខជាតិមានក្លិនស្រួយផ្សេងស្ទើរតែគ្រប់ដើមផ្លែរុក្ខជាតិមានដើមរឹងណាដែលអ្នកចង់បន្តពូជក៏អាចប្រើវិធីនេះបាននេះហើយជាធម្មពលពិតប្រាកដនៃវិធីទូគីពីសាខាតែមួយអ្នកអាចបង្កើនផលិតភាពរបស់អ្នកយ៉ាងគួរឲ្យភ្ញាក់ផ្អើលក្នុងពេលតែមួយហើយបើវិធីនេះបានចូលចិត្តឬមានប្រយោជន៍សម្រាប់អ្នកសូមជួយចុច like វីដេអូនេះនិងចែករំលែកទៅឲ្យអ្នកណាម្នាក់ដែលស្រឡាញ់រុក្ខជាតិផងហើយបើអ្នកចង់បន្តសិក្សាវិធីញីនិងមានប្រសិទ្ធភាពសម្រាប់បង្កើនដើមផ្លែសូមអញ្ជើញជីវ Channel នេះសូមអរគុណដែលស្ថិតនៅទីនេះជាមួយយើងសូមផ្ញើអារម្មណ៍ស្និទ្ធស្នាលមកអ្នកហើយជួបគ្នាវិញនៅវីដេអូក្រោយ